ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះរៀងប្លែកបន្តិចហើយបងប្អូនដោយសារនៅវីដេអូមុនខ្ញុំនិយាយអំពីរឿងមហោសថក្នុងការជ្រើសរើសប្រពន្ធបងប្អូនរបៀបនៃការជ្រើសរើសប្រពន្ធរបស់គាត់ហ្នឹងគឺមាន2ចំណុចដែលយើងគួរសិក្សាបានប៉ុន្តែដោយឡែកនៅក្នុងនេះខ្ញុំនិយាយអំពីមនុស្សមិនគួរស្រឡាញ់ឬក៏មិនគួរយកធ្វើជាភរិយាបងប្អូននៅក្នុងនេះគឺមាន5ចំណុចហើយចំណុចទាំងអស់ហ្នឹងបងប្អូនអាចទៅសិក្សាពីសៀវភៅមួយឈ្មោះថាយល់ដឹងអំពីអាពាហ៍ពិពាហ៍របស់ភិក្ខុវចរបញ្ញោគូសុភាពបងប្អូននៅក្នុងរឿងមហោសថខ្ញុំបានលើកអំពីចំណុច3ចំណុចប៉ុន្តែបើយើងសង្ខេបទៅមានតែ2ទេក្នុងការជ្រើសរើសប្រពន្ធទី1មានន័យថាយើងជ្រើសរើសខ្លួនឯងជ្រើសរើសមនុស្សដែលយើងស្រឡាញ់អញ្ចឹងកុំឲ្យមានន័យថាមិនមែនឲ្យគេរើសឲ្យទេគឺយើងរើសខ្លួនឯងហើយទី2នឹងឯងធ្វើការពិសោធន៍ពិសោធន៍3ចំណុចបងប្អូនទី1ភាពឆ្លាតវៃទី2គាត់មានសេចក្តីអត់ធន់ឬបកកាយអត់ទ្រាំយ៉ាងណាហើយទី3ពិសោធន៍ទៅលើភាពស្មោះត្រង់បងប្អូនណាបងប្អូនឆ្ងល់អាចទៅស្ដាប់នៅអេពីសូតទី2បងប្អូននៅក្នុង channel នេះហើយមកចូលមកដល់វីដេអូនេះម្ដងអាចនិយាយថានេះគឺជាវីដេអូដែលជាខ្លឹមបងប្អូនដែលវិញនិយាយពីមហូបវិញនិយាយពីមហូបដែលមានសាច់ច្រើនជាងបន្លែដោយសារអីដោយសារ5ចំណុចឬក៏ថាមនុស្ស5ប្រភេទមិនគួរស្រឡាញ់ឬក៏មិនគួរយកជាភរិយានេះចំណុចទាំង5ហ្នឹងមាននៅក្នុងសៀវភៅរបស់លោកគ្រូវចរបញ្ញោគូសុភាពហើយមែនតើគឺដកស្រង់ចេញពីមេរៀនពុទ្ធសាសនាមកបងប្អូនណាអញ្ចឹងការអធិប្បាយហ្នឹងយើងមិនអាចអធិប្បាយនឹងវាវែងពេកទេអធិប្បាយបានតែសង្ខេបបែបខ្លីទៅតាមការយល់ហ្នឹងបងប្អូនណាហើយសូមអធិស្ឋានផងដែរបើសិនបើការយល់ហ្នឹងវាយល់មិនដល់បងប្អូនពីព្រោះពាក្យពេចន៍ក្នុងពុទ្ធសាសនាខ្លះយើងមិនអាចយល់ដល់ទេហើយក៏គ្មានចេតនាមួយបន្លំនៅគោលការណ៍ឬក៏ធម៌ដែលជាច្បាប់ដើមណាអញ្ចឹងបងប្អូនសូមស្ដាប់ថាតើមនុស្សស្រី5ប្រភេទនោះមានមនុស្សស្រីអ្វីខ្លះបងប្អូនប្រើពាក្យថាមិនគួរស្រឡាញ់មិនឲ្យស្រឡាញ់តែម្ដងទេមិនត្រូវស្រឡាញ់ទេអត់ទេមិនគួរបងប្អូនណាអញ្ចឹងលក្ខខណ្ឌខ្លះយើងអាចយកបានលក្ខខណ្ឌខ្លះគឺយើងមិនអាចយកបានអាស្រ័យទៅយើងអាស្រ័យលើយើងខ្លួនឯងផ្ទាល់បងប្អូនទី1ស្ត្រីដែលមានរូបស្រស់ឆើតពេកបងប្អូនណាហើយសំណួរសួរថាអាម៉េចបានទៅជាអញ្ចឹងទៅវិញបងប្អូនមនុស្សខ្លះមានចំណងចំណូលចិត្តខុសគ្នាខ្លះគាត់ស្រឡាញ់តែមនុស្សស្រីដែលមិនឆើតមិនអីយ៉ាងទៅហើយខ្លះមនុស្សដែលឆើតឆាយហ្នឹងគឺគាត់ស្រឡាញ់ដែរណាប៉ុន្តែមែនតើយើងដឹងស្រាប់ហើយបងប្អូនមនុស្សឆើតឆាយហ្នឹងគឺជាមនុស្សដែលស្រស់ស្អាតមែនហើយប៉ុន្តែវាមិនដូចមនុស្សដែលយើងហៅថាមានលក្ខណៈខ្ពង់ខ្ពស់ថ្លៃថ្នូរស្អាតប៉ុន្តែបែបខ្ពង់ខ្ពស់ថ្លៃថ្នូររំទុំអានោះវាជារឿងមួយផ្សេងបងប្អូនហើយតែយើងដឹងថាគាត់ជាមនុស្សមួយណាបងប្អូនឆើតឆាយបែបណាអាហ្នឹងគឺតើតើយើងមើលទៅដឹងហើយបងប្អូនឆើតឆាយឬក៏ជាមនុស្សថ្លៃថ្នូរបើសិនបើគាត់ជាមនុស្សថ្លៃថ្នូរអាហ្នឹងអាចថាមនុស្សល្មមមិនហ៊ានទៅតាក់ទងគាត់ផងបងប្អូនប៉ុន្តែបើគាត់ឆើតឆាយវិញអាអ្នកដែលខ្ពង់ខ្ពស់ឬក៏មានហើយអ្នកចូលចិត្តស្រីអាចថាគាត់តាក់ទងណាវិញចេះទៅវិញបងប្អូនហើយទី2មនុស្សដែលមានបុរសស្រឡាញ់ច្រើនណាសំណួរសួរថាម៉េចគួរអញ្ចឹងបងប្អូនមនុស្សដែលមានបុរសស្រឡាញ់ច្រើនគ្រាន់តែគេស្រឡាញ់ច្រើនយើងមិនបានឲ្យយើងស្រឡាញ់ពីព្រោះអីបងប្អូនពីព្រោះថាកាលណាដែលមនុស្សប្រុសស្រឡាញ់ច្រើនហើយយើងទៅស្រឡាញ់មួយទៀតអាហ្នឹងវាជារឿងមួយដែលពិបាកដែរបងប្អូនពិបាកអាម៉េចមនុស្សស្រីខ្លះគាត់
មានន័យថាគេស្រឡាញ់គាត់ច្រើនប៉ុន្តែគាត់អត់ស្រឡាញ់គេអាហ្នឹងវាជារឿងមួយហើយប៉ុន្តែមួយចំណុចទៀតមនុស្សស្រីខ្លះគេស្រឡាញ់គាត់ច្រើនហើយគាត់ក៏មានទំនាក់ទំនងជាមួយបរិសុទ្ធច្រើនអីចឹងទៅអាហ្នឹងសំណួរសួរថាមនុស្សស្រីបែបហ្នឹងយើងគួរយកមកធ្វើភរិយាដែរឬទេនេះបងប្អូនណាប៉ុន្តែមិនមែននេះទេបងប្អូនគួរមិនគួរអាហ្នឹងអាស្រ័យលើបងប្អូនជាអ្នកសម្រេចចិត្តបើយើងមែនតើពិបាកដែរបងប្អូនមានន័យថាបើស្រឡាញ់ច្រើនតើតែយើងនឹងមានអំណាចយុស័កបុណ្យស័កអីឬក៏មានភាពឯណាមួយដែលលក្ខណៈលេចធ្លោអាចឲ្យនាងស្រឡាញ់បានហើយបើសិនបើយើងអត់មានទេទៅដើមជាមួយគេអាស្រឡាញ់ច្រើនហ្នឹងវាពិតជាលំបាកណាស់បងប្អូនណាហើយក៏យើងក៏ពិបាកក្នុងការទៅដើមអញ្ចឹងទៅអានឹងចំណុចទី2ចំណុចទី3មនុស្សស្រីដែលពូកែខាងរាំច្រៀងអានេះមែនតើមិនថាមិនអាចឲ្យស្រឡាញ់បានទេបងប្អូនពូកែរាំច្រៀងអីល្អមួយយ៉ាងដែរមានប្រពន្ធចេះរាំចេះច្រៀងសប្បាយបងប្អូនប៉ុន្តែសំណួរសួរថាយើងអាចនៅជាមួយគាត់នឹងបានសេចក្តីសុខដែរឬទេឬមួយក៏នៅជាមួយគាត់នៅដែរប៉ុន្តែនៅដោយមានន័យថាមានការបារម្ភច្រើនបងប្អូនណាឧទាហរណ៍ទៅពេលគាត់ទៅប្រគំតន្ត្រីកន្លែងនេះកន្លែងនោះទៅសម្ដែងកន្លែងនេះកន្លែងនោះសម្ដែងសិល្បៈរាំច្រៀងហ្នឹងកន្លែងឆ្ងាយឧទាហរណ៍យ៉ាងចឹងបងប្អូនបើយើងទៅតាមឬក៏យើងជាអ្នកសិល្បៈទៅតាមអាហ្នឹងមិនជាបញ្ហាប្រហែលទេអាចមើលការខុសត្រូវបានប៉ុន្តែបើយើងត្រឹមតែជាមនុស្សធម្មតាប៉ុន្តែមានប្រពន្ធដ៏ស្រស់ស្អាតជាអ្នកចម្រៀងសំណួរសួរថាយើងមានសេចក្តីសុខដែរទេសប្បាយចិត្តណាស់ដែលបានប្រពន្ធស្អាតប៉ុន្តែផ្ទុយទៅវិញអាការបារម្ភពីរឿងប្រពន្ធសុវត្ថិភាពរបស់ប្រពន្ធហ្នឹងក៏ច្រើនដែរបងប្អូនណាអញ្ចឹងវាចំណុចនេះគេបានថាមិនគួរគឺចំណុចហ្នឹងឯងទី4ទី4នេះមិនបាច់និយាយទេបងប្អូនទី4គឺស្ត្រីជាប្រពន្ធរបស់គេបងប្អូនណាអញ្ចឹងប្រពន្ធរបស់គេបងប្អូនកុំលូកលាន់ឬក៏កុំទៅនាំពាក់ព័ន្ធមានបញ្ហាព្រោះអីប្រពន្ធរបស់គេគឺជាកម្មសិទ្ធិរបស់គេសម្ផស្សមនុស្សស្រីកាលណាទៅញ៉ែញងអីក៏បានប៉ុន្តែបើសិនបើយកមកធ្វើជាភរិយាយកមកធ្វើជាប្រពន្ធគ្រោះថ្នាក់បងប្អូនវាខុសទាំងផ្លូវគេហៅថាប្រពៃណីផងខុសទាំងច្បាប់ទៀតបងប្អូនណាអញ្ចឹងវាគ្រោះថ្នាក់មែនមិនគួរទៅតាក់ទងប្រពន្ធរបស់អ្នកដទៃនោះទេបងប្អូនហើយចំណុចនេះបើសិនបើប្តីក៏ដូចគ្នាដែរស្ត្រីក៏ដូចគ្នាដែរមិនគួរតាក់ទងប្តីរបស់អ្នកដទៃទេហើយចំណុចទី5បងប្អូនទី5នេះមានន័យថាស្ត្រីដែលស្រឡាញ់តែមាសប្រាក់បងប្អូនណាហ្នឹងក៏មិនគួរយកមកធ្វើជាភរិយាដែរមានន័យថាម៉េចបងប្អូនអូនស្រឡាញ់តែមាសបងអូនស្រឡាញ់តែមាសបងដល់ពេលបងអត់មាសអត់ស្រឡាញ់ណែអានេះតែរកសេចក្តីសុខសុភមង្គលមិនកើតបើបដោតទៅលើទ្រព្យសម្បត្តិដល់ពេលសេចក្តីស្រឡាញ់ឬក៏ភាពស្មោះត្រង់របស់យើងពិតប្រាកដរស់នៅដោយភាពជឿជាក់គ្នាទៅវិញទៅមកអត់មានទេតើតែយើងមានលុយកាក់ប្រាស់កាក់ទើបគាត់ស្រឡាញ់នៅពេលដែលយើងឧទាហរណ៍ថារកមិនបានចៃដន្យអីវាខាតអីចឹងទៅគាត់អត់ស្រឡាញ់គាត់ឈប់ស្រឡាញ់ត្រឹមតែឈប់សូវប្រមាណទេមើងងាយយើងទៅទៀតនឹងគាត់ថាបាក់ដែរបងប្អូនណាអញ្ចឹងបានមិនគួរស្រឡាញ់ទេមនុស្សស្រីដែលគិតតែពីមាសប្រាក់បងប្អូនអញ្ចឹងគឺនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនណាហើយរាប់សារថ្មីជូនបងប្អូនឡើងវិញមនុស្សស្រី5ប្រភេទមិនគួរយកជាភរិយាឬក៏មិនគួរស្រឡាញ់ទី1មនុស្សស្រីដែលមានរូបសម្រស់ឆើតឆាយពេកទី2មនុស្សស្រីដែលមានបុរសស្រឡាញ់ច្រើនទី3មនុស្សស្រីដែលពូកែខាងរាំច្រៀងទី4មនុស្សស្រីដែលជាប្រពន្ធរបស់គេហើយនិងទី5មនុស្សស្រីដែលស្រឡាញ់តែមាសប្រាក់បងប្អូនអញ្ចឹងទាំង5នេះគឺជាស្ត្រីក៏ជានារីដែលយើងមិនគួរស្រឡាញ់
ហើយវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីមនុស្សស្រីដែលគួរយកជាភរិយាវិញម្ដងថាតើមានប្រមាណយ៉ាងនៅក្នុងវីដេអូនេះគឺនិយាយអំពីស្ត្រីដែលគួរយកមកធ្វើជាភរិយាបងប្អូនណាចំណុចនេះគឺជាចំណុចសំខាន់ដែរនៅក្នុងសៀវភៅយល់ដឹងអំពីអាពាហ៍ពិពាហ៍ហើយមែនតើខ្ញុំបានលើកឡើងហើយនៅក្នុងពុទ្ធសាសនាក៏មាននិយាយអំពីបុគ្គលដែលគួរយកមកធ្វើជាភរិយាបុគ្គលឬក៏ថាស្ត្រីដែលមិនគួរយកមកធ្វើជាភរិយាអញ្ចឹងវាជាជំរើសរបស់បងប្អូនថាតើគួរយកមនុស្សស្រីរបៀបម៉េចយកមកធ្វើជាភរិយាខ្ញុំធ្លាប់នេះដែរបងប្អូនវីដេអូមុនដឹងទីប្រហែលទី1ហ្នឹងទី2ហ្នឹងខ្ញុំនិយាយពីការជ្រើសរើសភរិយានឹងដែរបងប្អូនប៉ុន្តែអានោះវាជាយើងហៅថាសិក្សាពីរឿងដូចជាមាននៅក្នុងរឿងមហោសថហើយនឹងចំណុចខ្លះគឺជាបទពិសោធន៍តខ្លួនតែប៉ុណ្ណោះប៉ុន្តែនេះអត់ទេបងប្អូននេះជាគោលឬក៏ជាចំណុចដែលមាននៅក្នុងសៀវភៅដែលយើងអាចសិក្សាបានអញ្ចឹងចំណុចទាំងអស់ហ្នឹងបងប្អូនអាចពិចារណាបានថាចំណុចនីមួយៗបងប្អូនមើលទៅលើមនុស្សដែលយើងស្រឡាញ់វាស្ថិតនៅក្នុងចំណុចហ្នឹងដែរទេអញ្ចឹងបើសិនជាស្ថិតនៅក្នុងចំណុចទាំងអស់ហ្នឹងគឺវាជារឿងល្អហើយគួរយកមកធ្វើជាភរិយាបានបងប្អូនណាហើយមែនតើវាត្រូវតែជាបែបហ្នឹងឯងបងប្អូនមានន័យថាចំណុចទាំងអស់ហ្នឹងគឺជាចំណុចដែលបុរសហ្នឹងចង់បានមែនបងប្អូនមិនមែនជាចំណុចនេះមិនត្រូវការទេត្រូវការចំណុចនេះអត់ទេចំណុចខ្លះបើយើងចង់បានប៉ុន្តែវាខុសពីយើងហៅថាសភាពពិតជាក់ស្ដែងឬក៏ខុសពីក្បួនយើងចង់បានមែនប៉ុន្តែយកមកវាអត់សមប្រកបអញ្ចឹងទេអញ្ចឹងបងប្អូនចាំស្ដាប់នៅក្នុងនេះគឺមាន7ចំណុចដែលយើងហៅថាស្ត្រីដែលគួរយកមកធ្វើភរិយាបងប្អូនណាទី1យើងមើលទៅលើវ័យគឺអាយុបងប្អូនអាយុហ្នឹងប្រហែលគ្នាណែបងប្អូនយើងចំណុចសំខាន់ទី1ហើយខ្ញុំធ្លាប់និយាយពីបទពិសោធន៍ខ្ញុំក៏ខ្ញុំចង់បានភរិយាដែលមានអាយុហ្នឹងមិនលើសមិនខុសគ្នាឆ្ងាយពេកហ្នឹងខ្ញុំធ្លាប់និយាយដែរបងប្អូនណាអញ្ចឹងចំណុចទី1បងប្អូនចំណាំទៅគឺអាយុមានន័យថាកុំឲ្យខុសគ្នាឆ្ងាយពេកវាដាច់ឆ្ងាយពេកអានឹងវាមិនល្អទេហើយនៅក្នុងក្បួនបារានោះក៏គេហាមឃាត់ផងដែរថាបុរសដែលមានវ័យចាស់ហួសពេកហើយមានតម្រេកដោយក្តីតណ្ហានាំយកស្រីក្មេងមកធ្វើភរិយាហេតុនោះទៅជានាំឲ្យវិនាសបងប្អូនណាអានឹងសិតតែជាចំណុចដែរមិនគួរមានន័យថាយកមកធ្វើដោយសារគេក្មេងជាងដោយសារអីចឹងមិនគួរទេវាទៅជាចូលនៅក្នុងក្បួនបារាហើយបងប្អូនមើលជាក់ស្ដែងក៏យើងអាចពិចារណាឃើញដែរបើកាលណាអាយុវាខុសគ្នាឆ្ងាយពេកហើយទី2គឺថាចេះយកចិត្តថ្លើមគ្នាបងប្អូនអញ្ចឹងមានន័យថាស្រឡាញ់បុគ្គលហ្នឹងតើតែគាត់ចេះយល់ដឹងពីយើងដែរហើយយើងយល់ដឹងពីគាត់ហ្នឹងទៅគួរជ្រើសរើសបងប្អូនយើងហៅថាយល់អធ្យាស្រ័យគ្នាបងប្អូនអញ្ចឹងតើតែមានទាំងសងខាងមានន័យថាមនុស្សស្រីដែលយើងស្រឡាញ់ក៏គាត់យល់ពីយើងក៏យល់ពីគាត់នេះអានេះចំណុចទី2បងប្អូនណាមិនតាមតែចិត្តខ្លួនឯងមួយខាងហើយអត់គិតពីយើងមិនសោះយើងចិត្តតែស្រឡាញ់ដែរអានោះមិនកើតទេបងប្អូនណាខ្លះអត់យល់ពីយើងទេយើងយល់ពីគាត់មិនយល់ពីយើងអីគាត់ថាបានតាមតែចិត្តដូចសម័យបច្ចុប្បន្នឬក៏តាមបណ្ដាញសង្គមគេថាស្រឡាញ់យើងជាយើងមិនគេនោះបងប្អូនចំណុចនេះវាមួយយ៉ាងដែរបងប្អូនយើងជាយើងប៉ុន្តែបើសិនបើយើងជាយើងនៅក្នុងផ្លូវមិនល្អឬក៏ចំណុចអវិជ្ជមានអានេះវាគ្រោះថ្នាក់ដែរអញ្ចឹងវាស្ថិតនៅក្នុងចំណុចមួយទៀតបងប្អូនយ៉ាងទី2គឺយកចិត្តគ្នាហើយទី3ណាអញ្ចឹងវាពាក់ព័ន្ធគ្នាបងប្អូនណាចំណុចនេះទី3ហ្នឹងគឺថាប្រព្រឹត្តតាមចិត្តគ្នាណាមានន័យថាបច្ចេះយកស្របគ្នា
យល់គំនិតហ្នឹងឲ្យចេះយល់ស្របគ្នាតាមចិត្តគ្នាមានន័យថាមិនចាប់កំហុសគ្នាហើយចេះលើកទឹកចិត្តគ្នាបងប្អូនណាហើយចំណុចមានន័យថាធ្វើអ្វីមួយយើងអាចពិភាក្សាភាអីចឹងទៅហើយយល់ព្រមតាមគ្នាត្រូវធ្វើបានគឺធ្វើកិច្ចការណាមួយគឺធ្វើតាមគ្នាហើយអាចលើកទឹកចិត្តគ្នាមិនតាមតែចាប់កំហុសហើយប្រឆាំងទៅតឹងទឹះដាក់គ្នារហូតនោះទេបងប្អូនណាអញ្ចឹងនេះអាប្រព្រឹត្តតាមចិត្តគ្នាគឺបែបហ្នឹងឯងបងប្អូនគឺយើងពិភាក្សាហើយធ្វើបែបណាមួយត្រូវតែដល់កម្លាំងចិត្តឲ្យគ្នាហើយធ្វើទៅទាំងអស់គ្នានេះជាចំណុចទី3វាផ្ទុយពីចំណុចមានន័យថាវាពាក់ព័ន្ធនឹងចំណុចទី2ដែលតើខែយកចិត្តថ្លើមនោះបងប្អូនហើយទី4បងប្អូនទី4មនុស្សស្រីគឺថាចង់បានទ្រព្យដោយកន្លងធម៌បងប្អូនណាវាខុសពីស្ត្រីដែលមិនគួរយកជាភរិយាគាត់ចង់បានទ្រព្យគាត់ឃើញតែទ្រព្យឃើញតែសម្បត្តិហ្នឹងទេរឿងបានមកដោយអំពើផ្សេងល្អមិនល្អនឹងគាត់អត់ខ្វល់ទេចង់បានតែលុយកាក់មាសប្រាក់ហ្នឹងឯងប៉ុន្តែនៅក្នុងភរិយាដែលយើងគួរនេះគឺថាគាត់ចង់បានទ្រព្យសម្បត្តិមែនប៉ុន្តែគាត់ចង់បានទ្រព្យសម្បត្តិណាដែលប្រកបដោយធម៌ហើយយើងសាមញ្ញហៅថាសាមញ្ញឬក៏ថាតាមធម៌ហ្នឹងក៏គេនិយាយអំពីសមាជីវៈបងប្អូនណាមិនចង់បានយើងឲ្យប្តីទៅព្រឹត្តខុសអីខុសទៅឲ្យបានលុយអានឹងអត់ទេហ្នឹងមនុស្សស្រីគិតបែបហ្នឹងមិនគួរយកមកធ្វើជាភរិយាទេហើយជាមនុស្សស្រីដែលមិនល្មមលោភលន់ហួសហេតុបងប្អូននៅក្នុងការចង់បានទ្រព្យសម្បត្តិហ្នឹងចំណុចទី4ហើយចំណុចទី5បងប្អូនណាចំណុចនេះគឺរាប់បញ្ចូលនៅក្នុងគួរយកជាភរិយាដែរគឺស្ត្រីដែលមានកូនមិនមានន័យថាស្ត្រីដែលមិនមានកូនមិនអាចយកធ្វើជាភរិយាបានទេប៉ុន្តែជាទូទៅបុរសបុថុជនសាមញ្ញនេះគឺគាត់យកភរិយាតែងតែចង់បង្កើតគ្រួសារមួយដែលមានទាំងស្វាមីភរិយាមានន័យប្រពន្ធប្តីហើយនឹងមានកូនអញ្ចឹងទៅគាត់បង្កើតក្រុមគ្រួសារហ្នឹងអានេះវាតាមរឿងរ៉ាវដែលមាននៅក្នុងស្ថានភាពរបស់មនុស្សសាមញ្ញយើងគឺបែបហ្នឹងឯងបងប្អូនអញ្ចឹងមានកូនក៏ជាចំណុចមួយដែលគួរជាស្ត្រីដែលគួរយកមកធ្វើជាភរិយាដែរបងប្អូនរឿងរ៉ាវធ្លាប់បានដឹងមកសម័យព្រះកាលណាអត់មានកូនប្តីគាត់ភាគច្រើនគាត់សុំយកប្រពន្ធមួយទៀតអញ្ចឹងទៅអានេះរឿងប្រវត្តិនៅស្រុកគេទេបងប្អូននៅស្រុកយើងអ្នកខ្លះមានឬគ្មានក៏វាអាចមានបញ្ហានៅពេលដែលយកប្រពន្ធមួយទៀតហ្នឹងវាអាចខុសច្បាប់ឬក៏បើសិនបើប្រពន្ធមិនព្រមទេក៏ខុសរឿងរ៉ាវសីលធម៌ផងដែរបងប្អូនចំណុចមួយទៀតគឺមានគេហៅថាចរិយាចរិតមាយាទហ្នឹងសមរម្យបងប្អូនចរិតមាយាទសមរម្យចំណុចនេះក៏ខ្ញុំធ្លាប់បានលើកឡើងដែរនៅក្នុងអេពីសូតមុននិយាយអំពីការជ្រើសរើសប្រពន្ធឬក៏ភរិយាហើយសមរម្យហ្នឹងយ៉ាងម៉េចមានន័យថាគាត់ហ្នឹងមិនគេហៅម្ល៉ៅរឹកឬក៏ដាក់សាច់ញាតិដាក់អីទេគាត់មានចរិតមាយាទហ្នឹងសមរម្យហ្នឹងបងប្អូនដឹងហើយមិនឆ្មើងឆ្មៃពេកមិនអីពេកអញ្ចឹងទៅការនិយាយស្ដីក៏ល្អដែលយើងអាចទទួលបានគឺយើងទទួលយកមកបងប្អូនហើយទី7គឺពាក់ព័ន្ធនឹងស្ត្រីដែលចេះបម្រើប្តីបម្រើនេះគឺនិយាយពីទុក្ខធុរៈរបស់ប្តីបងប្អូនត្រូវមានតាំងពីបាយទឹកអីនំចំណីសពប្រការនេះស្ត្រីយូរទៅគាត់ភាគច្រើនគាត់ចេះហើយរឿងហ្នឹងបងប្អូនហើយពេលខ្លះបម្រើកប៉ិកប៉ុកហ្នឹងក៏ដោយក៏គាត់ទួនាទីភរិយាគាត់តែងតែជួយប្តីរឿងនិយាយទៅរឿងនៅក្នុងយើងហៅថាជីវភាពគ្រួសារនៅក្នុងផ្ទះសម្បែងនេះឯងភាគច្រើនបងប្អូនអញ្ចឹងនឹងស្ត្រីដែលចេះធ្វើការងារផ្ទះការងារដែលអាចជួយប្តីបានហ្នឹងគឺដូចដាំបាយធ្វើម្ហូបលាងចានបោកគក់អីចឹងទៅ
នេះជាស្ត្រីល្អដែលអាចបរោះយកមកធ្វើជាភរិយាបានបងប្អូនអញ្ចឹងមានប្រមាណចំណុចនឹងឯងបងប្អូនណាដែលគួរយកមកធ្វើជាភរិយាដែលសរុបទៅមាន7ចំណុចបងប្អូនពិចារណាទី1ទៅលើអាយុទី2គឺមនុស្សដែលចេះយល់ចិត្តគ្នាហើយទី3ប្រព្រឹត្តតាមចិត្តគ្នាណាបងប្អូនចេះយល់ស្របគ្នាក្នុងមិនប្រឆាំងគ្នាទេហើយទី4មានន័យថាចង់បានទ្រព្យដោយកន្លងធម៌ទី5ជាស្ត្រីដែលមានកូនទី6ជាស្ត្រីមានចរិតមាយាទល្អទី7ស្ត្រីដែលចេះបម្រើប្តីដឹងទុក្ខធរៈប្តីអញ្ចឹងទៅមានន័យថាចេះធ្វើកិច្ចការងារផ្ទះដែលច្រើនបងប្អូនណាអញ្ចឹងនៅក្នុងវីដេអូនឹងមានប៉ុណ្ណឹងទេបងប្អូនដោយសារនេះជាវីដេអូដែលបានធ្វើឡើងបន្ទាប់ពីវីដេអូមុនហើយបងប្អូនកុំភ្លេចតាមដាននិងស្ដាប់នៅវីដេអូក្រោយយើងនិយាយអំពីបុរសដែលមិនគួរយកធ្វើជាប្តីវិញម្ដងថាតើបុរសរបៀបម៉េចដែលមិនគួរយកមកធ្វើអញ្ចឹងងាកមកនៅក្នុងវីដេអូយើងវិញម្ដងបងប្អូនបុរសដែលគួរយកធ្វើជាប្តីអានេះមែនតើសមតែមនុស្សស្រីជាអ្នកស្ដាប់ប៉ុន្តែមែនតើមិនមែនតែស្រីស្ដាប់ទេប្រុសស្ដាប់ក៏បានដែរដោយសារអីដោយសារនៅពេលដែលយើងស្ដាប់ហើយត្រូវកែខ្លួនបងប្អូនមានន័យថាគេគួរយកបរិះបែបណាជាប្តីបរិះបែបណាគេមិនគួរយកជាប្តីអញ្ចឹងយើងវាចាកឬក៏ជៀសវាងអំពើទាំងអស់នោះទៅមានន័យថាយើងចូលនៅក្នុងចំណោមមនុស្សល្អវិញណាបងប្អូនអញ្ចឹងនៅក្នុងនេះគឺមានដល់ទៅ6ចំណុចបងប្អូនណាហើយខ្លះគេរាប់ត្រឹមតែ3ឬក៏4ចំណុចប៉ុណ្ណឹងទេហើយនៅក្នុងនេះគឺមាន6ចំណុចហើយជាពិសេសបងប្អូនស្រីគាត់អាចស្ដាប់ហើយពិចារណាមើលថាតើបុរសដែលខ្លួនស្រឡាញ់នេះអាចយកធ្វើជាប្តីបានដែរឬទេណាបងប្អូនប៉ុន្តែមែនតើមិនបាច់ប្រាប់គាត់ដឹងថាបើសិនបើចូលនៅក្នុងចំណុចណាមួយឬក៏ចំណុចជាច្រើននៅក្នុងចំណុចដែលបានរៀបរាប់នៅក្នុងវីដេអូនេះមិនបាច់ប្រាប់គាត់ថាឲ្យយកក៏គាត់មិនយកដែរបងប្អូនណាហើយយកហ្នឹងដោយសារស្រឡាញ់រូបរាងស្រឡាញ់អីវាមានន័យថាលងអានោះវាជារឿងផ្សេងប៉ុន្តែបើគាត់មិនលងទេច្បាស់ណាស់គាត់មិនយកបុរសរបៀបនេះធ្វើជាប្តីនោះទេតើរបៀបណាបងប្អូននៅក្នុងនេះគឺមាន6ចំណុចទី1បងប្អូនចាំស្ដាប់ទី1ហ្នឹងគឺប្រមឹកបងប្អូនមនុស្សដែលប្រមឹកបុរសដែលប្រមឹកអញ្ចឹងប្រមឹកហ្នឹងគឺមិនគួរយកធ្វើជាប្តីទេណាបងប្អូននារីបើសិនបើមនុស្សប្រុសប្រមឹកតើយើងអាចយកធ្វើជាប្តីឬក៏ចូលចិត្តដែរទេច្បាស់ណាស់ថាមិនចូលចិត្តទេបងប្អូនណាអានេះនិយាយពីប្រមឹកហើយបើសិនបើគាត់គ្រាន់តែចេះហូបពិសាធម្មតាទេអានឹងវាមិនចូលនៅក្នុងប្រមឹកអានឹងវាជារឿងផ្សេងបងប្អូនហើយនៅក្នុងនេះគេនិយាយពីប្រមឹកកាលណាបើប្រមឹកមានន័យថាផឹកហ្នឹងវាខុសពីធម្មតាហើយចូលលក្ខណៈញៀនផឹកជាប្រចាំអីចឹងទៅអានឹងទើបអាចថាចូលប្រមឹកបងប្អូនគ្រឿងសម្បឹងហ្នឹងហើយទី2បងប្អូនហើយជាពិសេសបងប្អូនស្រីថាតើយើងអាចយកមនុស្សប្រុសដែលដើរយប់បងប្អូនដើរយប់ហ្នឹងគឺបើគាត់ដើរទៅមានការត្រឹមត្រូវក្នុងការងារល្អប្រពៃហ្នឹងវាមិនសូវជាបញ្ហាទេប៉ុន្តែគាត់ដើរយប់ដែរដើរទៅលេងនេះលេងនោះពេលយប់បងប្អូនទៅមិត្តភ័ក្តិទៅអីស៊ីផឹករំច្រៀងអីក៏ដោយទៅដើរទៅតែពេលយប់អានេះវាទៅជារឿងមួយមិនល្អទេបងប្អូនអញ្ចឹងបរិះដែលជាស្អីបរិះដែលដើរលេងយប់ឬក៏ដើរយប់នេះគឺមិនគួរយកធ្វើជាប្តីទេដោយសារអីបងប្អូនដើរយប់គ្រោះថ្នាក់ណាស់បើទោះជាមិនទៅលួចប្លន់ឆក់របស់អ្នកដទៃក៏អាចជាសញ្ញាមួយនាំឲ្យមានការគ្រោះថ្នាក់ឬក៏យើងអាចថាជាការជន់ដាននៅពេលដែលគេប្រព្រឹត្តអីមិនល្អគេរត់ប្រយទៅអ្នកដេញតាមមកដេញមកមានឃើញចោលឬក៏ឃើញអ្នកប្រព្រឹត្តអីនោះឯណា
មកឃើញតែបរោះអ្នកដើរយប់ហ្នឹងអាចទៅជាគ្រោះថ្នាក់ក៏ថាបានអញ្ចឹងទៅបានជានៅក្នុងនេះយើងថាមិនគួរយកធ្វើជាប្តីបងប្អូនណាហើយបើគាត់ដើរទៅមានគ្នាមានក្រុមហើយទៅដើរមានការងារត្រឹមត្រូវម្ដងម្ខាវាមិនបញ្ហាទេបើរឿងចូលចិត្តលេងយប់មានន័យថាលេងវាច្រើនដងជាប្រចាំអីយ៉ាងនេះហើយតែយប់បាត់អាហ្នឹងគ្រោះថ្នាក់មែនតែគាត់ដើរទៅមានការអីខ្លះទេហើយទី3នេះក៏មិនបាច់ចាំនិយាយក៏បងប្អូនស្រីនារីក៏អាចដឹងថាមិនគួរយកទេគឺបរិសុទ្ធដែលលេងលបែងបងប្អូនគេថាលបែងតែងវិនិច្ឆ័យណាប៉ុន្តែមិនមែនចឹងទេលបែងតែងងាករេម្ដងគេទៀតហ្នឹងគ្រោះថ្នាក់ម្ដងគេម្ដងយើងមិនជាបញ្ហាទេហើយក៏ខ្មែរយើងតាមស្រុកតាមភូមិក៏មានលេងដែរលបែងបងប្អូនប៉ុន្តែគ្រាន់តែខ្លះគាត់លេងលក្ខណៈញៀនអានឹងគ្រោះថ្នាក់មែនវិនិច្ឆ័យរបស់គេមែនបងប្អូននៅក្នុងធម៌បរាភវសូត្រនោះគឺនិយាយអំពីលបែងនឹងឯងកាលណាលេងលបែងហ្នឹងនាំឲ្យវិនិច្ឆ័យឲ្យបងប្អូនអញ្ចឹងបងប្អូនណាស្រឡាញ់អ្នកដែលចូលចិត្តលេងលបែងគួរតែជៀសវាងណាមិនគួរយកធ្វើប្តីទេប៉ុន្តែបើគាត់លេងម្ដងម្កាលដូចខ្មែរយើងចូលឆ្នាំឲ្យលេងលបែងប្រជាប្រិយអានោះវារឿងល្អហើយជួនកាលអ្នកខ្លះមិនលេងលបែងប្រជាប្រិយផុតទៅជាលេងលបែងភ្នាល់ហ្នឹងទៅទៀតបងប្អូនណាយកចាញ់យកឈ្នះអាហ្នឹងក៏សិតតែជារឿងមួយហើយគ្រោះថ្នាក់ប៉ុន្តែម្ដងម្កាលវាមិនបញ្ហាទេបងប្អូនទី4គឺថាចូលចិត្តមើលរបាំបងប្អូនយើងហៅបច្ចុប្បន្ននេះគឺនិយាយអំពីរបាំហ្នឹងការសម្ដែងផ្សេងយើងរាប់ចូលទៅរបាំរាំច្រៀងក៏ដោយស្អីក៏ដោយតាមការសម្ដែងដែលមាននៅក្នុងមហោស្រពផ្សេងហ្នឹងគឺគាត់ចូលចិត្តតែហ្នឹងបងប្អូនមានន័យថាចូលចិត្តតែមើលសិល្បៈមើលខាងផ្នែករបាំខាងរាំខាងច្រៀងអីហ្នឹងទៅអញ្ចឹងអានឹងគឺជាសញ្ញាមួយនៃការមិនគួរយកធ្វើប្តីដែរបងប្អូនណាឯមិនបានអញ្ចឹងមើលច្រើនមើលរបាំនឹងមើលច្រើនរហូតដល់ភ្លេចធ្វើការអានេះប៉ុន្តែបើគាត់មួយឆ្នាំឬក៏ថាយូរបានមើលម្ដងមើលទៅពេលចូលឆ្នាំអីអានឹងមិនបញ្ហាទេរបាំបងប្អូនចំណុចនេះវាបើបច្ចុប្បន្ននេះគឺយើងរបាំនេះមានតិចតួចណាស់ហើយមានការប្រគំរបាំបែបនេះបែបនោះជាការរក្សានៅវប្បធម៌ប្រពៃណីរបស់យើងហើយក៏មិនសូវសម្បូរដែរអានោះជារឿងល្អទេហើយក៏យើងមិនសូវបានមើលដែរប៉ុន្តែទៅវិញសិល្បៈមានការរាំច្រៀងប្រគំតន្ត្រី concert ឯណាហ្នឹងគឺវាមានច្រើនបងប្អូនប៉ុន្តែបើគាត់មើលតែរបៀបហ្នឹងឬក៏ថាឲ្យមានតាណាការ៉ាអូខេ TV អីជាដើមនេះអាហ្នឹងបើគាត់ចូលទៅញឹកឧទាហរណ៍បងប្អូនអាហ្នឹងវាគ្រោះថ្នាក់ដែរចូលរហូតទៅដល់ភ្លេចរកស៊ីណែអាហ្នឹងគឺបង្ហាញថាបរិសុទ្ធបែបហ្នឹងគឺមិនគួរយកធ្វើជាប្តីទេបងប្អូនអាហ្នឹងយើងអាចពិចារណាបានហើយមិនបាញ់ចាប់មិនចាំបាច់ខ្ញុំប្រាប់ទេបងប្អូនច្បាស់ជាដឹងហើយទី5បងប្អូនណាទី5គឺដល់ចំណុចតកតងទៅនឹងការរាប់អានមិត្តយើងហៅសេពគប់មិត្តនោះសេពគប់មិត្តពីលអាការសេពគប់មិត្តមិនល្អនេះក៏វាជាសញ្ញាមួយនៃការមិនគួរយកធ្វើប្តីដែរដោយសារអីបងប្អូនតែសេពគប់ពីលហើយពិតជាគ្រោះថ្នាក់ហើយដោយសារគាត់មិត្តភ័ក្តិគាត់នាំទៅកន្លែងនេះឧទាហរណ៍គាត់មិនសូវចូលការ៉ាអូខេមិត្តភ័ក្តិនាំទៅចូលការ៉ាអូខេញឹកអីចឹងទៅគាត់មិនចេះដើរលេងយប់ទេប៉ុន្តែបានមិត្តភ័ក្តិនាំទៅដើរលេងយប់ណាមិត្តភ័ក្តិនឹងអាចមិត្តភ័ក្តិមិនល្អមិត្តភ័ក្តិពីលហ្នឹងវាប្រព្រឹត្តរឿងមិនល្អច្រើនចឹងតែបងប្អូនជួនកាលអាចនាំទៅលួចគេហ្នឹងក៏ថាបានអានេះនៅក្នុងចំណោមមិត្តភ័ក្តិពីលចឹងទៅអញ្ចឹងគេថាគប់ប្រាជ្ញគប់ប្រាជ្ញនាំប្រាណឲ្យបានសុខគប់ពីលនាំទុកពុនប្រមាណណាបងប្អូនណាអញ្ចឹងវាទុកតែយើងអីទេ
ប្រសិនបើយើងយកគាត់មកធ្វើប្តីឬក៏ថាយើងរាប់អានបុគ្គលពីលអាគ្រោះថ្នាក់ហ្នឹងដល់ប្រពន្ធកូនគ្រួសារនោះទៅទៀតណានឹងវាជាគ្រោះថ្នាក់បងប្អូនណាយ៉ាងបានមិនគួរយកធ្វើប្តីទេបរោះដែលខ្សែគប់នៅមិត្តអាក្រក់ហើយចំណុចមួយទៀតអានេះចូលត្រូវដល់មកបងប្អូនគឺមិនចាំបាច់និយាយទេគឺមនុស្សខ្ជិលបងប្អូនបរោះដែលខ្ជិលហ្នឹងគឺមិនគួរយកធ្វើប្តីដែរបងប្អូនប៉ុន្តែគាត់ខ្ជិលវាមានលំដាប់ខុសគ្នាអាខ្លះខ្ជិលល្មមទេគាត់អាចនៅធ្វើការធ្វើអីបានធម្មតាមិនបញ្ហាទេប៉ុន្តែខ្ជិលពេករកធ្វើអីក៏មិនធ្វើស្អីក៏មិនអីសោះអានោះមិនបាច់ប្រាប់ថាមិនគួរយកធ្វើប្តីក៏បងប្អូនដឹងដែរណែបងប្អូនណាអញ្ចឹងបរោះដែលមិនគួរយកធ្វើប្តីគឺមាន6នឹងឯងគឺទី1ប្រមឹកទី2ដើរលេងយប់ទី3លេងល្បែងទី4មើលរបាំច្រើនហើយទី5ខ្សែគប់បាបប្រមិតខ្សែគប់មិត្តពីលហើយទី6ហ្នឹងគឺមនុស្សខ្ជិលបងប្អូនឥឡូវអាហ្នឹងយើងនិយាយពីបរោះដែលមិនគួរយកធ្វើប្តីបងប្អូនស្រីដឹងហើយពេលនេះចុះបរោះខ្លួនឯងហ្នឹងថាតើយើងធ្វើម៉េចដើម្បីមានន័យថាគេអាចយកធ្វើជាប្តីយកធ្វើជាគូអនាគតទៅបានបងប្អូនវាចាក់ទាំងអស់ហ្នឹងទៅមានន័យថាគេមិនឲ្យយកប្រមឹកយើងកុំជាមនុស្សដែលប្រមឹកណាចំណុចនេះគឺល្អណាស់បងប្អូនយើងនិយាយមានន័យថាវាចាក់អាប្រមឹកហ្នឹងទៅយើងកុំធ្វើខ្លួនឲ្យជាមនុស្សប្រមឹកចំណុចនេះខ្ញុំធ្លាប់ឃើញមានអ្នកខ្លះគាត់បែបហ្នឹងមែនបងប្អូនណាគាត់ធ្វើការមកបានតែត្រឹមតែផឹកស៊ីខ្លះគាត់ជក់បរិយជក់អីផឹកស៊ីហ្នឹងបានតែប៉ុណ្ណឹងបងប្អូនយើងហៅប្រមឹកផឹកស៊ីផងហើយជក់បរិយជក់អីចឹងទៅគាត់មិនមែនគេមិនគួរយកគាត់ជាប្តីទេគាត់មិនហ៊ានទាំងយកគេទៅជាប្រពន្ធទៅទៀតណាបងប្អូនដោយសារគាត់ខ្លាចនាំទុកដល់គេហ្នឹងណាអានេះគាត់ចាត់ទុកថាគាត់មានទឹកចិត្តគ្រាន់បើដែរអញ្ចឹងយើងវាចាក់ប្រមឹកឬក៏ថាផឹកជ្រុលហ្នឹងទៅមកហូបពិសាម្ដងម្កាលធម្មតាអានេះវាអាចនៅគេអាចជ្រើសរើសយកធ្វើជាប្តីបានទី2អាដើរលេងយកខុសការខុសវេលាហ្នឹងក៏មិនគួរដែរបងប្អូនណាអញ្ចឹងវាចាក់អាហ្នឹងទៅដើរលេងយូរម្ដងត្រូវការត្រូវវេលាមិនបញ្ហាទេដើរលេងល្បែងហ្នឹងមើលធ្លាប់ជាអ្នកលេងឈប់លេងទៅកាត់បន្ថយឬក៏មិនលេងសោះក៏ល្អដែរហើយតើតើការមើលរបាំប្រគំតន្ត្រីណាច្រើនហ្នឹងក៏មិនល្អយើងត្រូវជៀសវាងអញ្ចឹងទៅមើលម្ដងម្កាលគិតគូរឿងរកស៊ីវិញបងប្អូនណារឿងរកស៊ីរឿងធ្វើការវិញហើយការខ្សែគប់បាបប្រមិតមិត្តពីលនេះយើងមិត្តណាគួរខ្សែគប់យើងច្បាស់ជាដឹងហើយមិត្តណាដែលនាំទៅរឿងទៅខូចរឿងដែរនាំឲ្យបកលវិបាកដល់គ្រួសារក៏ដូចជាខ្លួនឯងហើយមិនរីកចម្រើនទេគួរតែជៀសវាងទៅហើយទី6ចំណុចរឿងខ្ជិលនេះខ្ជិលអានេះពិបាកនេះតែប៉ុន្តែវាយើងមិនអាចកាត់ផ្ដាច់ទាំងស្រុងថាមនុស្សនេះមិនខ្ជិលសោះมันមានទេវាមានថ្ងៃស្រួលខ្លួនថ្ងៃមិនស្រួលខ្លួនថ្ងៃពិបាកថ្ងៃអីចឹងទៅប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយបងប្អូនព្រះពុទ្ធក៏ដូចជាអ្នកប្រាជ្ញទាំងឡាយមិនដែលសរសើរនៅភាពខ្ជិលរបស់នរណាម្នាក់ទេហើយចង់បានអីមិនមែនបានសម្រេចដោយភាពខ្ជិលនោះទេតើតែឧស្សាហ៍ព្យាយាមអញ្ចឹងចង់បានប្រពន្ធចង់ឲ្យគេយកធ្វើប្តីតើតែខ្លួនឧស្សាហ៍បងប្អូនគេមើលឃើញអាហ្នឹងគេចង់បានយកធ្វើជាស្វាមីហើយយ៉ាងនៅក្នុងវីដេអូហ្នឹងមានប៉ុណ្ណឹងបងប្អូនណាសូមអរគុណចំពោះការតាមដាននិងទស្សនានៅវីដេអូហើយជាពិសេសបងប្អូនដែលបានស្ដាប់ដល់ចប់សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមអរគុណ